Hello សួស្តីអ្នកទាំងអស់គ្នាខ្ញុំចង់សួរមួយបានអត់ពេលអ្នកទាំងអស់គ្នាហ៊ានភ្លេងអ៊ីងរដងមានតែឆ្ងល់អត់ថាអឺថៃបានសំឡេងវាម្ដងដាក់នៅលើ E ម្ដងដាក់នៅលើ A ម្ដងដាក់នៅលើ O មានតែឆ្ងល់អត់ខ្ញុំសួរចាអ្នកទាំងអស់គ្នាឥឡូវយើងចូលសាច់ការម្ដងមុននោះខ្ញុំនិយាយលេងទេអញ្ចឹងសម្រាប់អ្នកដែលគាត់ទៅតែរៀនភាសាចិនទៅតែស្គាល់ភាសាចិនភីងអ៊ីងអីគ្រូដំបងអីចឹងណាជួនកាលគាត់អាចឆ្ងល់ហើយអ្នកខ្លះគាត់ច្រឡំសំបីសិស្សខ្ញុំក៏ច្រឡំដែរជួនកាលគាត់ច្រឡំដាក់សលេងលើស្រៈនេះស្រៈនោះចឹងទាំងដែរដាក់ទៅខុសអញ្ចឹងគាត់អាចឆ្ងល់ថាហេតុអីឧទាហរណ៍ពាក្យដូចពាក្យស្រាវ CER ស្រាវយើងត្រូវដាក់សំឡេងទី3នៅលើ A ហ្នឹងហើយចង់មិនក៏មិនដាក់នៅលើ E នៅលើ O អីចឹងទៅអ្នកទាំងអស់គ្នាដែរឆ្ងល់អត់ពួកអីសិស្សខ្ញុំគាត់ច្រឡំអញ្ចឹងខ្ញុំចង់ចែកម្លែកដើម្បីកុំឲ្យអ្នកទាំងអស់គ្នាមានកំហុសឆ្គងណាខ្ញុំចង់ចែកម្លែកតិចតួចសម្រាប់អ្នកដែលគាត់ដឹងហើយគាត់អាចឡងវីដេអូនឹងបានអញ្ចឹងយើងដឹងស្រាប់ឯអ្នកទាំងអស់គ្នាសំឡេងនៅក្នុងភាសាចិនយើងទាំងអស់គឺមាន4ទី1សឹងទី2សឹងទី3តឹងហើយទី4សឹងសំឡេងទាំងអស់មាន4អញ្ចឹងការដាក់សំឡេងទី1ទី2ទី3ទី4អីហ្នឹងគឺត្រូវដាក់លើពីងាកបានត្រឹមត្រូវថាស្រៈមួយណាដែលយើងគួរដាក់លើវាអញ្ចឹងណាចាអ្នកទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេកគឺយើងចូលទៅមើលទាំងអស់គ្នាថាគួរប្រើមិនដាក់នៅកន្លែងណាហើយហេតុអីបានយើងត្រូវដាក់នៅលើហ្នឹងចាំបងប្អូនឥឡូវយើងចូលដល់មេរៀនហ្មងទៅអញ្ចឹងនៅកន្លែងអក្សរពណ៌ក្រហមគេដាក់ថាអញ្ចេះចំពោះការដាក់សំឡេងទី1ទី2ទី3និងទី4របស់ភាសាចិនណាគឺយើងត្រូវដាក់ទៅតាមលេខរៀងនៃស្រៈទាំង6អញ្ចឹងយើងដឹងហើយស្រៈយើងសរុបទាំងអស់គឺមាន24ណាស្រៈយើងសរុបទាំងអស់មាន24ប៉ុន្តែសំឡេងទី1ទី2ទី3ទី4ណាសំឡេងក្នុងភាសាចិនយើងមាន4សំឡេងហ្នឹងគឺដាក់ទៅលើស្រៈ6ហ្នឹងអញ្ចឹងស្រៈទាំង6ហ្នឹងមានអីខ្លះមានដូចជា a នេះអ្នកទាំងអស់គ្នា o e i u ü a o e i u ü អញ្ចឹងមានទាំងអស់6 1 2 3 4 5 6អញ្ចឹងស្រៈមួយណាដែលនៅខាងមុខគេគឺយើងត្រូវដាក់សំឡេងលើស្រៈនោះមួយនោះអញ្ចឹងមានន័យថាស្រៈណាដែលនៅមុខគេយើងត្រូវដាក់សំឡេងលើស្រៈមួយនោះហើយចាអ្នកទាំងអស់គ្នានេះខ្ញុំប្រិយអ្នកទាំងអស់គ្នាស្រួលមើលអញ្ចឹងស្រៈទាំង6ហ្នឹងគឺ A គឺលេខ1ខ្ញុំសុំទៅសេនៅនេះហ្មងលេខ1គឺ A លេខ2 O លេខ3 E លេខ4 E លេខ5 U លេខ6អញ្ចឹងស្រៈទាំង24យើងទាំងអស់គឺយើងលើក6យកមកនិយាយណាមាន A O E I U Ü អញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ទៀតហើយឧទាហរណ៍ទី1អញ្ចឹងណាពាក្យថាកោនេះអានេះយើងអានថាកោអានេះយើងអានថាកោអ្នកទាំងអស់គ្នាអញ្ចឹងពីអ៊ីងវាកើអោកោកើអោកោកើអោកោណាកើអោកោសំឡេងទី1អញ្ចឹងឆ្ងល់អត់អ្នកទាំងអស់គ្នាថាហេតុអីពាក្យថាកោហ្នឹងមិនក៏ដាក់សំឡេងទី1លើ A អញ្ចឹងមិនក៏ដាក់សំឡេងទី1លើ A មិនព្រមដាក់លើ O នេះទៅអ្នកទាំងអស់គ្នាដែរឆ្ងល់អត់គឺដោយសារគេបានបញ្ជាក់មុននឹងហើយថាចំពោះការដាក់សំឡេងទី1ទី2ទី3ហ្នឹងគឺដាក់នៅលើស្រៈទាំង6តែតាមលំដាប់លំដោយអញ្ចឹងអ្នកទាំងអស់គ្នាមើលស្រៈនេះ A O A A A ហ្នឹងនៅលំដាប់ទីម៉ានទី1ត្រូវអ្នកទាំងអស់គ្នាចុះ A O នៅលំដាប់ទីម៉ានទី2អញ្ចឹងមានន័យថាដោយអីដែលគេប្រាប់ស្រៈណានៅមុនគេគឺត្រូវដាក់សំឡេងលើស្រៈហ្នឹងហើយអញ្ចឹង A នៅមុនគេអញ្ចឹងយើងត្រូវដាក់សំឡេងទី1លើ A ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ណាឥឡូវដើម្បីឲ្យកាន់តែយល់បន្ថែមយើងមកមើលឧទាហរណ៍ទី2ឧទាហរណ៍ទី2អានថាស្រាក់ CER ស្រាក់អញ្ចឹងគេដាក់សំឡេងលើ A អានេះមិនមកដាក់សំឡេងលើ A វិញអញ្ចឹងអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយអញ្ចឹងយើងមកមើល A នេះនៅលេខរៀងទីម៉ានទី1ត្រូវអត់ចុះ E នេះអក្សរ I នេះនៅលេខរៀងទីម៉ានទី4អញ្ចឹង A មួយ E យើងយកមួយណានៅលេខរៀងទី1យើងយកមួយហ្នឹងយើងយក A អញ្ចឹងយើងដាក់សំឡេងលើ A ទៅស្រាក់អូខេនេះដូចពាក្យស្រាវ CER ស្រាវនេះគឺយើងដាក់សំឡេងលើ A ដោយសារ A នៅលេខរៀងទី1 O នេះនៅលេខរៀងទី2 E នេះនៅលេខរៀងទី4ណា CL ស្រាវនេះខ្ញុំដាក់លេខរៀងនៅខាងក្រោមនឹងស្រាវអញ្ចឹងពេលយើងដាក់សំឡេងយើងដាក់នៅលើ A ស្រាវចាអ្នកទាំងអស់គ្នាអញ្ចឹងការចែកម្លែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយបើសិនជាយល់អីអាច comment សួរនៅខាងក្រោមបានហើយអានេះជាការចែកម្លែកចំណុចទូចមួយតាមពិតអាតតនឹងភីងអ៊ីងហ្នឹងគឺនៅមានចំណុចច្រើនទៀតអញ្ចឹងចាំខ្ញុំចែកម្លែកនៅវីដេអូក្រោយណាព្រោះវាមានស្រៈពិសេសទៅដាក់សម្លេងលើស្រៈពិសេសមិនធ្វើលុបស្រៈមួយចេញថែមស្រៈមួយចូលវារៀងស្មុគស្មាញដែរតែសូមឲ្យអ្នកទាំងអស់គ្នាយល់ប៉ុណ្្នេះសិនហើយចាជៀនបាយបាយ